ពេជ្រអង្គុយនៅតូទឹកមុខក្រៀមក្រំគេកាន់ក្រដាសមួយសន្លឹកដែលមានរូបគំនូរមនុស្សយន្តវិវេគេជូតដៃលុបគំនូរនោះដោយអារម្មណ៍ធុញទ្រាន់ពេជ្រអោនចុះក្រោមតូដើម្បីរើសជ័រលុបភ្នែករបស់គេក៏ឃើញខ្មៅដៃចាស់នោះគេចាប់វាដោយមិនដឹងខ្លួនពេលប៉ះភ្លាមពន្លឺ Golden Shimmer ក៏រត់ពេញខ្មៅដៃនៅក្នុងដៃរបស់ពេជ្រពន្លឺពណ៌មាសស្រាលបញ្ចេញជុំវិញវាពេជ្ររងាកមើលខ្មៅដៃទាំងឆ្ងល់និងចាប់អារម្មណ៍ពេជ្រអង្គុយត្រង់វិញហើយសាក់គូផ្លែប៉ោមយ៉ាងស្អាតលើក្រដាសនៅពេលដែលចុងខ្មៅដៃប៉ះក្រដាសវាបញ្ចេញស្នាមគំនូរពណ៌មាសភ្លាមផ្លែប៉ោមគំនូរពីរញ័រស្រាប់តែប្រែជាប៉ោម3ពណ៌ក្រហមដ៏ស្រស់ស្អាតហើយលោតចេញពីក្រដាសធ្លាក់លើតុពេជ្របើកភ្នែកធំយកដៃបិទមាត់ទឹកមុខពីភ្ញាក់ផ្អើលប្រែទៅជាសើចសប្បាយពេជ្រចាប់ខ្មៅដៃដាក់ក្នុងហោប៉ៅហើយរត់ចេញពីថ្នាក់រៀនទៅកាន់ទីលានលេងខាងក្រៅទីលានលេងមើលទៅអាប់អួរតិចក្មេងមួយក្រុមតូចកំពុងឈរជុំគ្នាតែគ្មានអ្វីលេងបើមួយគ្រាប់រមៀលទៅបាត់ក្នុងព្រៃពេជ្រយកក្តារខៀនតូចមួយចេញពីកាបូបហើយគូបាល់ទាត់ធំមួយយ៉ាងលឿនដោយប្រើខ្មៅដៃវេទមន្តពន្លឺមាសគ្របលើគំនូរបាល់លោតចេញពីក្តារខៀនយ៉ាងខ្លាំងហើយរមៀលទៅរកក្រុមក្មេងៗមើលទៅដោយភ្ញាក់ផ្អើលពេជ្រនិងមិត្តភក្តិចាប់ផ្ដើមលេងបាល់ទាត់ដោយរីករាយខ្លាំងពេជ្រគូផ្កាធំពណ៌ស្វាយលើដីទេផ្កានោះលោតចេញភ្លាមហើយក្មេងស្រីម្នាក់ចាប់ផ្កានោះដោយរីករាយលោកយាយម្នាក់កំពុងព្យាយាមអានសៀវភៅតែមើលមិនច្បាស់ពេជ្រគូវ៉ែនតាលើសៀវភៅនោះវ៉ែនតាលោតចេញលោកយាយពាក់វាហើយញឹមពេជ្រកាន់ខ្មៅដៃនៅក្នុងដៃហើយសម្លឹងមើលពិភពលោកដែលគេបានបង្កើតគេញឹមដោយក្តីស្រឡាញ់និងភាពពេញចិត្តពេជ្រឈរនៅកណ្ដាលសួនដ៏ស្រស់ស្អាតដែលពោរពេញទៅដោយផ្កាពណ៌ចម្រុះនិងមេអំបៅវេទមន្តសុទ្ធសឹងជាគំនូររបស់គេពេជ្រយកខ្មៅដៃវេទមន្តដាក់ក្នុងប្រអប់ខ្មៅដៃដែលមានរាងស្អាតរបស់គេថាបខ្មៅដៃនោះតិចពេជ្រអង្គុយនៅបង្អួចហើយគូដោយខ្មៅដៃធម្មតាមួយទៀតគេញឹមព្រោះដឹងថាការស្រមើស្រមៃរបស់គេនៅតែមានថាមពលពេជ្រគូឆ្កែតូចគួរឲ្យស្រឡាញ់មួយក្បាលហើយវាលោតចេញមកឆ្កែនោះលិតមុខពេជ្រឲ្យឆ្កែដែលគេគូទៅក្មេងស្រីម្នាក់ដែលយំតែម្នាក់ឯងក្មេងស្រីនោះសើចភ្នែកពេជ្រសម្លឹងទៅខ្មៅដៃវេទមន្តគេគិតថាត្រូវប្រើវត្ថុនេះដោយប្រយ័ត្នប្រយែងពេជ្រគូពុកមួយដែលមានពណ៌ស្ករគ្រាប់ Pink and Blue នៅលើអាកាសពុកនោះលោតចេញពេជ្រនិងក្មេងផ្សេងទៀតមើលពុកស្ករគ្រាប់ហើយសើចវាជានិមិត្តរូបនៃភាពរីករាយ